នោះគឺអ្នកប្រុសមានស្គាល់ឆេងអីយិនទេស្គាល់នាងជាអ្នកណាខ្ញុំជាប្រពន្ធគាត់នេះជាកូនរបស់គាត់ពួកខ្ញុំមកពីហាន់តាមមកដល់ទីនេះមិនងាយទេតែពួកគាត់មិនឲ្យខ្ញុំចូលក្នុងក្រុមចាស់យ៉ាងហេតុអីបានជាខាត់ពួកគេយើងបានទទួលព្រះរាជបញ្ជាមកព្រះរាជបញ្ជាអាណារាជសាររាជសារអីទៅបន្លំរាជបញ្ជាត្រូវមានទោសធ្ងន់ណាស់ទោះជាលោកជាប្អូនប្រុសរបស់ម្ចាស់ស្ត្រីក៏ដោយលោកទទួលទោសមិនរួចទេព្រះរាជបុត្រក្នុងថ្ងៃនេះថ្ងៃក្រោយគឺជាព្រះអង្គទៅហើយរឿងថ្ងៃនេះបើសិនជាព្រះរាជបុត្រជ្រាបហើយគិតយ៉ាងម៉េចតើគួរធ្វើឲ្យព្រះរាជបុត្រថ្នាក់ទេព្រះរាជបញ្ជាមកដល់រាជបញ្ជាប្រពន្ធកូនរបស់ព្រះរាជបុត្រចូលវាំងភ្លាមក្រាបទូល